ជារឿងរាល់ថ្ងៃចាប់ពីម៉ោង 6 ព្រឹកការរកត្រីបានខ្លាយទៅជាល្បែងផ្សងសំណាងមួយសម្រាប់អ្នកនេសាទកម្ពុជាដែលរស់នៅតាមបណ្ដោយទន្លេមេគង្គក្នុងទីក្រុងភ្នំពេញនៅពេលដែលពួកគេកំពុងតែនៅលើទូករៀបចំចេញក្រៅដើម្បីនេសាទពួកគេបានដឹងយ៉ាងច្បាស់ថាទន្លេមួយនេះគឺជាទន្លេតែមួយគត់ដែលចិញ្ចឹមពួកគេនិងក្រុមគ្រួសាររបស់ពួកគេក្នុងនាមជាអ្នកនេសាទម្នាក់ដោយសពមួយដងរងលេះកំពុងតែរៀបចំទូកនិងសំណាញ់របស់គាត់ដើម្បីចាប់ត្រីដើម្បីចិញ្ចឹមប្រពន្ធនិងកូន7នាក់នៅលើទូកថ្ងៃនេះគ្រួសាររបស់គាត់សង្ឃឹមថាគាត់អាចរកបានត្រីច្រើនជាងថ្ងៃមុនៗកូនទី3របស់គាត់កំពុងតែចាប់ផ្ដើមបញ្ឆេះម៉ាស៊ីនដើម្បីបើកទូកទៅកាន់កណ្ដាលទន្លេសម្រាប់ឪពុករបស់ខ្លួនក្នុងការរកត្រីទោះបីជាគេនៅក្មេងប៉ុន្តែគេមានជំនាញក្នុងការបើកទូកនៅលើទន្លេណាស់មកដល់កណ្ដាលទន្លេពួកគេបានចូលរួមជាមួយនឹងអ្នកនេសាទដទៃទៀតម្នាក់សង្ឃឹមថាកន្លែងរបស់ពួកគេនឹងមានត្រីច្រើនសម្រាប់នេសាទអ្នកនេសាទរបស់យើងបានដឹងយ៉ាងច្បាស់ថាពេលព្រឹកទឹកត្រជាក់គឺជាពេលវេលាមួយដែលគេអាចរកត្រីបានជាងថ្ងៃត្រង់រងលេះនឹងគ្រួសាររបស់គាត់កំពុងមកដល់កន្លែងដែលពួកគេតែងតែចូលចិត្តមកនេសាទចំណុចមួយក្បែរច្រាំងទន្លេជិតអាងស្តុកទឹកសម្រាប់ទីក្រុងភ្នំពេញកន្លែងនេះធ្លាប់មានត្រីច្រើនប៉ុន្តែឥឡូវអ្វីៗត្រូវបានផ្លាស់ប្ដូរទាំងអស់ត្រីទោះបីចំណាយពេលជិតមួយព្រឹកក្នុងការរកត្រីយ៉ាងណាក៏ដោយត្រីដែលរកបានគឺជាត្រីតូចៗហើយវាតិចតួចណាស់ដូច្នេះអ្វីដែលគាត់រកបានព្រឹកនេះគឺមិនគ្រប់គ្រាន់សម្រាប់អាហារថ្ងៃត្រង់របស់ក្រុមគ្រួសារគាត់ឡើយថ្ងៃនេះកូនស្រីច្បងរបស់គាត់អាចចម្អិនត្រឹមតែពងទាចៀនសម្រាប់អាហារថ្ងៃត្រង់ប៉ុណ្ណោះពីព្រោះឪពុករបស់គេមិនអាចរកត្រីបានគ្រប់គ្រាន់ឡើយរងលេខគិតថាការនេសាទត្រីនៅពេលបច្ចុប្បន្ននេះគឺមិនអាចគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់ក្រុមគ្រួសារគាត់ឡើយហើយគាត់បានកត់សម្គាល់ថាកម្ពស់ទឹកទន្លេមេគង្គគឺកាន់តែទាបទៅដែលធ្វើឲ្យគាត់និងអ្នកនេសាទដទៃទៀតពុំមានលទ្ធភាពក្នុងការរកត្រីឲ្យបានច្រើនបើតានជាទឹកយើងធំត្រីហ្នឹងវាអាចចូលទៅក្នុងព្រៃស្រោមវាបង្កើតពងបង្កើតកូនបង្កើតចៅទៅវាអាចបានផលយើងច្រើនពេលណាទឹកតូចត្រីរមូលនៅក្នុងទន្លេទាំងអស់អញ្ចឹងថាវារកមិនអាចរកទីជម្រកពងបានទេអញ្ចឹងហើយអញ្ចឹងដល់ពេលអញ្ចឹងទៅត្រីហ្នឹងវាប៉ះពាល់ទៅលើអាទឹកនឹងផងអីផងអញ្ចឹងទៅវានៅក្នុងទន្លេទាំងអស់វាមិនអាចធ្វើអ្វីបានដែលវាមិនអាចបកផ្សាយទៅអីថាគ្រប់ខេត្តឬគ្រប់ស្រុកគ្រប់ខណ្ឌអីអត់មានដោយមិនខុសពីអ្នកនេសាទដទៃទៀតសាលីកំពុងតែរកត្រីដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់គាត់ពុំបានដឹងពីមូលហេតុថាតើហេតុអ្វីបានជាពុំសូវមានត្រីដូចនេះនោះទេពីឆ្នាំមុនវាកើនតិចទេពេលឆ្នាំនេះវាថយចុះយ៉ាងខ្លាំងស្បែកមានទឹកតូចអស់ត្រីមិនដឹងទឹកធំសបោត្រីមិនដឹងទេណាយើងមិនអាចតាមឋានបានដែរយោងទៅតាមគណៈកម្មការទន្លេមេគង្គដែលមានប្រទេសកម្ពុជាប្រទេសថៃប្រទេសឡាវនិងប្រទេសវៀតណាមជាសមាជិកនោះបានឲ្យដឹងថាកម្ពស់ទឹកទន្លេមេគង្គឆ្នាំនេះគឺជាកម្ពស់ទឹកទាបបំផុតក្នុងចំណោមកម្ពស់ទឹកទាបដែលធ្លាប់មានពីមុនមកនៅក្នុងខែសីហាកម្ពស់ទឹកទន្លេមេគង្គក្នុងទីក្រុងភ្នំពេញបានស្រកមក 5.36 ម៉ែត្របើប្រៀបធៀបទៅឆ្នាំមុន 7.50 ម៉ែត្រហើយនៅក្នុងឆ្នាំ 2000 8.50 ម៉ែត្រការអភិវឌ្ឍនៅតាមតំបន់ខាងលើទីហោដូចនៅតំបន់ខាងលើនៅប្រទេសឡាវនិងប្រទេសថៃមានការសាងទំនប់ឲ្យវិរិយអគ្គិសនីជាដើមអញ្ចឹងវាធ្វើឲ្យប៉ះពាល់ដល់របបទឹកអញ្ចឹងវាធ្វើឲ្យរបបទឹកធ្លាក់មកយើងនឹងវាតិចអញ្ចឹងវាអាចធ្វើឲ្យប៉ះពាល់ហើយអញ្ចឹងកាលណាដែលរបបទឹកមានការប្រែប្រួលអញ្ចឹងក៏វាអាចប៉ះពាល់ទៅដល់ពពួកត្រីដែរព្រោះអីប្រភេទត្រីខ្លះគេហៅថាប្រភេទត្រីដែរទេមិនថាវាត្រូវការឡើងទៅខាងលើដើម្បីពងហើយបានឆោចចង់វិញអញ្ចឹងពេលដែលវាមានទឹកមិនប្រែវារបបទឹកប្រែប្រួលអញ្ចឹងវាអាចប៉ះពាល់ទៅដល់របបក្នុងការបន្តពូជភាពដែលមានប្រវែងសរុប 4200 គីឡូម៉ែត្រទន្លេមេគង្គគឺជាទន្លេវែងបំផុតនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ហើយគឺជាទន្លេដែលសំខាន់បំផុតនៅក្នុងប្រទេសកម្ពុជាកសិករបានប្រើប្រាស់ទឹករបស់វាសម្រាប់ដីកសិកម្មរបស់ខ្លួនហើយសម្រាប់អ្នកនេសាទវិញ
មិនត្រឹមតែជាមធ្យោបាយដឹកជញ្ជូនប៉ុណ្ណោះទេថែមទាំងជាប្រភពក្នុងការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់ក្រុមគ្រួសារពួកគេទៀតផងប្រហែលជា6លាននាក់ស្ទើរថាពាក់កណ្ដាលនៃចំនួនប្រជាជនសរុបនៅក្នុងប្រទេសកម្ពុជាពឹងផ្អែកទៅលើការនេសាទនៅក្នុងទន្លេមេគង្គនិងបឹងទន្លេសាបគ្រួសាររបស់រងលេសគឺជាគ្រួសារជនជាតិអ៊ីស្លាមមួយដែលរស់នៅលើទូកតាមបណ្ដោយទន្លេមេគង្គកូនរបស់គាត់គឺគ្មាននរណាម្នាក់បានចូលសាលាឡើយគឺជួយគាត់ក្នុងការរកត្រីទៅថ្ងៃអនាគតបើសិនជាការរកត្រីអាចរកបាននៅកម្រិតតិចតួចបែបនេះរងលេសនិយាយថាគាត់និងក្រុមគ្រួសាររបស់គាត់មិនអាចប្រកបមុខរបរចិញ្ចឹមជីវិតដោយធ្វើការនេសាទបានទៀតនោះទេពួកគេនឹងព្យាយាមរកការងារថ្មីបើទោះជាពួកគេកំពុងតែជួបការលំបាកនិងពុំមានជំនាញអ្វីក្រៅពីនេសាទនោះ